ពេលដែលខ្ញុំនឹកឃើញដល់រឿងទាំងនេះម៉ោង 7:09 ទៅហើយទើបខ្ញុំបបួលយឹមគីឲ្យគេឌុបម៉ូតូជូនខ្ញុំត្រឡប់មកផ្ទះជាបន្ទាន់ដើម្បីបើវិទ្យុស្ដាប់ព្រោះបើអ្វីៗដូចជាមន្ត្រីនោះថាមែនពេលថ្មនេះមុខជាភាគីទាំងសងខាងអង្គុយនៅតុចោចាហើយមុខជាគេធ្វើការផ្សាយបន្តផ្ទាល់ទៀតផងមែនគ្រាន់តែខ្ញុំទៅដល់ផ្ទះហើយយកវិទ្យុមកបើកស្ដាប់ខ្ញុំក៏ស្ដាប់ទាន់នៅព្រះសូរសៀងរបស់ព្រះពុទ្ធិវង្សហូតាតដែលទំនងព្រះអង្គនិមន្តទៅធ្វើជាអធិបតីអាជ្ញាកណ្ដាលសម្រាប់ការជួបគ្នារវាងខ្មែរទាំងពីរភាគីនេះនៅពេលនោះព្រះអង្គក៏មានព្រះបន្ទូលថាថ្ងៃនេះគឺជាឱកាសដ៏ប្រពៃថ្លៃថ្លាបំផុតក្នុងប្រវត្តិសាស្ត្រដែលខាងកងទ័ពរដ្ឋាភិបាលតំណាងដោយឯកឧត្តមសេនីយ៍មីស៊ីចននិងខាងកងទ័ពបដិវត្តន៍ដែលតំណាងដោយកម្មាភិបាលជាន់ខ្ពស់របស់អង្គការបានចូលមកជួបចរចាគ្នាដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមនិងស្វែងរកសុខសន្តិភាពយ៉ាងពិតប្រាកដជូនប្រជាជនអាស្រ័យហេតុនេះអាត្មាភាពក៏សូមឲ្យភាគីទាំងសងខាងដែលជាខ្មែរដូចគ្នាមានឈាមជ័រដូចគ្នានេះស្រស់ស្រួលគ្នាដោយស្មារតីសាមគ្គីភាពហើយជាលើកដំបូងក៏សូមឯកឧត្តមសេនីយ៍មានយោបល់យើងខ្ញុំតំណាងឲ្យរាជរដ្ឋាភិបាលមានសេចក្តីរំភើបរីករាយជាខ្លាំងដែលសមមិត្តមកខាងទៀតមកបានចូលមកជួបចរចាយើងមិនមែនមកជួបចរចានោះទេគឺយើងចូលមកយកជោគជ័យហើយនៅពេលនេះកងទ័ពបដិវត្តន៍ទទួលជោគជ័យរំដោះជាតិមានទំហំចេញពីកណ្ដាប់ដៃពួកចក្រពត្តិបានទាំងស្រុងហើយជ័យយោកងទ័ពបដិវត្តន៍កម្ពុជាជ័យយោ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 ចប់សម្លេងនេះភ្លាមស្ទើរតែមិនទាន់ស្រាប់តែស្នូកំភ្លើងលាន់ឮផ្ទុះចេញពីក្នុងវិទ្យុបន្តដោយសម្លេងជ័យខុសដ៏ញាប់ញ័ររន្ធត់ធ្វើឲ្យបេះដូងខ្ញុំពុះកញ្ជ្រោះដើរស្ទើរតែខុសចង្វាក់បន្ទាប់ពីស្នូកំភ្លើងនេះទៅអ្វីៗហាក់ដូចជាត្រូវចប់ព្រោះមិនឮសម្លេងព្រះពុទ្ធិវង្សឬឧត្តមសេនីយ៍មីស៊ីចនបន្លឺតទៅទៀតឡើយក្រោយពីឮសម្លេងចម្រៀងបដិវត្តន៍ចាក់បន្តប្រកបដោយពាក្យពេចន៍ដាច់សាច់ដាច់ឈាមគួរឲ្យខ្លាចដែលបញ្ជាក់ឲ្យឃើញថាក្រសួងឃោសនាការត្រូវស្ថិតនៅក្រោមការបញ្ជារបស់ខ្មែរក្រហមទាំងស្រុងខ្ញុំសម្លឹងមុខប្រពន្ធខ្ញុំនិងក្រុមគ្រួសារទាំងអស់ដោយអារម្មណ៍អន្ទះអន្ទែងហើយស្ទុះរត់ទៅក្រៅព្រោះពេលនោះបងថ្លៃខ្ញុំស្ទុះចូលមកប្រាប់ទាំងអាការៈត្រហេបត្រហប់ថានេះស្ថានភាពមិនសូវស្រួលមានមនុស្សរត់មកពីម្ដុំក្រសួងឃោសនាការជាតិច្រើនណាស់គេឃើញពួកខ្មែរក្រហមនឹងភ្ជុំកំភ្លើងបខំឲ្យមន្ត្រីនិងប្រសង់ឡើងឡានបិទខ្ទប់ចិត្តហើយបើកសម្ដៅទៅទិសខាងជើងហើយនរណាដែលរឿងតតឹងមិនព្រមឡើងនឹងតែគេបាញ់សម្លាប់ចោលបន្តិចញាក់ទេហើយភាគច្រើនសុទ្ធតែជាមន្ត្រីរាជការណែក្រែងថាចូលមកជួយបញ្ចប់សង្គ្រាមចុះមិនមកបាញ់សម្លាប់គ្នាយ៉ាងនេះទៅវិញគ្មាននរណាអាចតបនឹងឃ្លាសំណួររបស់ប្រពន្ធខ្ញុំបានភ្លាមនោះទេព្រោះគ្រប់គ្នារវល់តែភ្ញាក់ផ្អើលនឹងឃើញប្អូនយឹមគៀដែលស្ទុះចេញទៅព្រោះឮសំឡេងប្រកាសតាមមីក្រូពីចម្ងាយត្រឡប់ចូលមកផ្ទះវិញទាំងរន្ធត់ញាប់ញ័រថាវីបហើយបងឥឡូវនេះពួកអង្គការបខំឲ្យប្រជាជនចេញទៅខាងក្រៅទាំងអស់ដោយមិនឲ្យសល់ម្នាក់នោះទេព្រោះអីពួកអង្គការប្រាប់ថានឹងត្រូវរៀបចំកងទ័ពដើម្បីទប់ទល់ជាមួយនឹងទាហានអាមេរិកដែលនឹងត្រូវមកទម្លាក់គ្រាប់បែកនៅក្នុងស្រុកខ្មែរយើងបងខ្ញុំកាន់តែច្របូកច្របល់ក្នុងខួរក្បាលហើយបាននិយាយថាឲ្យចេញទៅក្រៅតើត្រូវឲ្យទៅណាបើមនុស្សរាប់លានអ្នកយ៉ាងនេះហើយបងឯងបានឮអង្គការប្រកាសហើយឬនៅឬមួយគ្រាន់តែឮគេនិយាយទេនៅពេលនោះបងយឹមគីបានតបមកខ្ញុំវិញថាខ្ញុំឮអង្គការប្រកាសមកពីចម្ងាយតែឥឡូវហ្នឹងពួកវាអត់ទាន់មកដល់ទេតាមទិសដៅបញ្ជារបស់អង្គការប្រជាជនទាំងអស់ត្រូវចាក់ចេញឲ្យផុតពីទីក្រុងហើយមុននឹងចាក់ចេញអ្នកដែលមានអាវុធលាក់ទុកទាំងប៉ុន្មានត្រូវយកមកប្រគល់ជូនអង្គការឲ្យអស់ជនណាដែលរឹងទៅតឹងប្រឆាំងនឹងបទបញ្ជានេះនឹងត្រូវសម្លាប់ចោលភ្លាមសេចក្តីប្រកាសមិនទាន់បានចប់ត្រឹមនឹងទេប៉ុន្តែដោយឡានចិត្តតែបន្តទៅមុខម្លោះឲ្យពួកខ្ញុំដែលនៅក្រោមខ្យល់ស្ដាប់លេងបានមិនដឹងថាដូចម្ដេចតទៅទៀតម្យ៉ាងទៀតពេលនោះសម្លេងប្រកាសរបៀបនេះមិនមែនមានតែផ្លូវមុខផ្ទះខ្ញុំនោះទេគឺមានស្ទើរតែគ្រប់ផ្លូវជាពិសេសនៅតាមដងវិថីធំទៀតផងម្លោះហើយសម្លេងមីក្រូនិងសម្លេងមនុស្សម្នាដែលជជែកគ្នាច្របូកច្របល់បង្កឡើងជាសូរស័ព្ទអ៊ូអាប់លាន់រំពងមិនដឹងថាអ្វីជាអ្វីទើបខ្ញុំបែរទៅនិយាយជាមួយប្រពន្ធកូនខ្ញុំថា
ខ្ញុំមិនអស់ចិត្តទេខ្ញុំចេញទៅស្ដាប់នៅផ្លូវធំទៀតសិនហើយកុំតន់អាចចេញទៅណាឲ្យសោះខ្ញុំក៏បានញាក់ភ្នែកឲ្យប្អូនយឹមគីបញ្ឆេះម៉ូតូឌុបខ្ញុំទៅឲ្យផ្លូវធំនៅមុខរោងភាពយន្តការីរុំកណ្ដាលបរិយាកាសភ័យជ្រួលច្របល់របស់ប្រជាជនគ្រប់ច្រកល្ហកបន្ទាប់ពីបានឮសំឡេងប្រកាសដ៏សែនរន្ធត់នេះនៅពេលនោះប្រជាជនដែលឈរនៅអបអរសាទរតាមសងខាងផ្លូវហាក់ដូចជាមិនទាន់រលាយអស់ទៅណាទេព្រោះគេកាន់តែភ្ញាក់ផ្អើលចាំរុំមើលរថក្រោះពី3គ្រឿងដែលបើកមកពីក្រោយហើយកំពុងបកកិនកំតិចផ្កាដែលប្រជាជនបាច់រួយរាយតាមផ្លូវទន្ទឹមនឹងនោះមានរថក្រោះមួយគ្រឿងប្រដាប់ដោយបំពង់សំឡេងធំជាងគេចង់នៅឯកណ្ដុងកំភ្លើងកំពុងផ្សាយប្រកាសច្បាស់ៗដែលខ្ញុំស្ដាប់បានជាអត្ថន័យសរុបថាដើម្បីរៀបចំយុទ្ធសាស្ត្រទប់ទល់ជាមួយអាមេរិកដែលមកទម្លាក់គ្រាប់បែកប្រជាជនទាំងអស់ត្រូវចាក់ចែងពីទីក្រុងភ្នំពេញនិងគ្រប់ទីរួមខេត្តទាំងអស់តាមបញ្ជារបស់អង្គការគ្មាននរណាម្នាក់រឹងទទឹងបានឡើយគឺឲ្យចេញតែ3ថ្ងៃតែប៉ុណ្ណោះនឹងអនុញ្ញាតឲ្យត្រឡប់ចូលវិញអ្នកណានៅទិសណាត្រូវចាក់ចេញតាមច្រកនោះហើយមិនត្រូវឆ្លងកាត់ចុះឡើងក្នុងក្រុងជាដាច់ខាតព្រោះគ្រប់ផ្លូវបានកាត់ផ្ដាច់ទំនាក់ទំនងហើយបើអ្នកណារៀបចំខ្លួនចេញថ្ងៃនេះមិនទាន់ព្រឹកស្អែកត្រូវចេញជាកំហិតខ្ញុំចាប់ផ្ដើមចង្អៀតចង្អល់ចិត្តទ្វេដងនៅបែរទៅសម្លឹងមុខយំគៀតដោយមិនដឹងនិយាយថាដូចម្ដេចហើយនៅពេលនោះខ្ញុំហាក់ដូចជាឃើញប្រជាជនកាន់តែជ្រួយច្របល់ខ្វល់ខ្វាយស្ទុះរត់ព្រួងព្រាតចុះឡើងពពាក់ពពូនគ្នាតាមផ្លូវនីមួយៗជាងមុនទៅទៀតទន្ទឹមនឹងនោះខ្ញុំក៏បានឮសូរកំភ្លើងបាញ់រះប្រៅមិនដាច់សោះពីពួកអាវខ្មៅដែលបានបាញ់សម្លាប់អ្នកណាដែលជិះឡានឬរត់កាត់នៅតាមដងផ្លូវដែលវាហាមឃាត់ដែលឃើញស្ថានភាពកាន់តែអាក្រក់ដូច្នេះខ្ញុំក៏ឲ្យប្អូនយឹមគីឌុបម៉ូតូត្រឡប់ទៅផ្ទះវិញហើយពេលនោះនៅកណ្ដាលទីធ្លាផ្លូវមិនឆ្ងាយប្រមាណពីផ្ទះខ្ញុំមានយោធាខ្មែរក្រហមជាច្រើនឈរចាំទទួលកំភ្លើងខ្លីឬវែងដែលគេយកមកប្រគល់ជូនខ្ញុំគិតថាករណីនេះនឹងមានធ្វើឡើងនៅគ្រប់ទីកន្លែងដែលគ្មាននរណាម្នាក់ហ៊ានរឹងទទឹងឡើយព្រោះមានករណីច្រើនអ្នកហើយដែលត្រូវពួកឆ្មាំងបដិវត្តបាញ់សម្លាប់ក្បែរចិញ្ចើមផ្លូវនោះតែម្ដងគឺមកពីជនទាំងនោះរឹងទទឹងមិនព្រមប្រគល់អាវុធឲ្យគេខ្ញុំក៏ឃើញបងថ្លៃខ្ញុំឈ្មោះតាតណារីយកកំភ្លើងខ្លីដែលគេបំរុងលាក់ទុកនោះទៅប្រគល់ឲ្យពួកទាហានអាវខ្មៅដែរហើយអាវុធទាំងនោះពួកវាបានដាក់កោទុកមួយកន្លែងទំនងជារងចាំឲ្យមានច្រើនមែនទែនទើបវាយកឡានមកដឹកចេញទៅខ្ញុំត្រឡប់ចូលទៅក្នុងផ្ទះហើយថ្លែងប្រាប់ក្រុមគ្រួសារខ្ញុំថាច្បាស់ហើយគឺយើងត្រូវចាក់ចេញទៅដូចគេដូចឯងមិនអាចរឹងទទឹងបានឡើយប្រពន្ធខ្ញុំមានមុខក្រៀមក្រំតើចាក់ចេញទៅឥឡូវនេះឬខ្ញុំក៏តបទៅវិញថាចាំស្អែកក៏បានចាំមើលគេឯងសិនថាតើត្រូវចាក់ចេញទៅខាងណាតែពេលនេះមិនអាចឲ្យនរណាដើរផ្ដេសផ្ដាស់ទៅណាបាននោះទេព្រោះកងទ័ពគេបិទផ្លូវអស់ហើយគឺទៅបានតែផ្លូវដែលគេកំណត់តែប៉ុណ្ណោះពេលនោះបងថ្លៃខ្ញុំដែលត្រឡប់មកពីប្រគល់កំភ្លើងបាននិយាយដោយទឹកមុខអស់សង្ឃឹមថាពួកគេចាប់ផ្ដើមចេញបដាខ្លះហើយមានច្រកធំ4ដែលអង្គការកំណត់ឲ្យចាក់ចេញគឺច្រកពូជតុងច្រកផ្លូវទឹកខ្មៅតាមក្បាលខ្នុលច្រកច្បារអំពៅនិងច្រកគីឡូម៉ែត្រលេខ6ផ្លូវភ័យក្តាមប្រពន្ធខ្ញុំនិយាយបន្តហាក់ដូចជាគ្មានព្រលឹងក្នុងខ្លួនថាបើអញ្ចឹងពួកយើងនៅម្ដុំនេះច្បាស់ជាត្រូវចាក់ចេញទៅតាមច្រកក្បាលខ្នុលច្បារអំពៅហើយពេលនោះម្ដាយឪពុកក្មេងខ្ញុំដកដង្ហើមធំនិយាយថានឹកដល់តាសំណាងដែលគាត់ទៅថត់កុននៅឯកំពង់សោមជាមួយនឹងត្រង់ដឺមិនដឹងជាយ៉ាងណានឹងកូនរបស់គាត់ពីរនាក់ទៀតដែលរស់នៅឯខេត្តបាត់ដំបងធ្វើឲ្យឪពុកក្មេងខ្ញុំបញ្ចប់សម្ដីឲ្យដកដង្ហើមធំថាបើអង្គការគេឲ្យចាក់ចេញតែពី3ថ្ងៃមែនពួកយើងមិនបាច់ព្រួយបារម្ភពេកទេគង់តែបានត្រឡប់មកវិញជួបគ្នាទោះពួកវាទៅដល់កន្លែងណាក៏គង់តែចេះគិតរៀងខ្លួនហើយសំខាន់តែគ្នាយើងដែលជួបជុំគ្នាប៉ុណ្ណឹងត្រូវធ្វើយ៉ាងណាពីចាក់ចេញទៅកុំឲ្យបែកគ្នាឲ្យសោះព្រោះច្បាស់ជាមនុស្សច្រើនតែមិនស្រួលអាចនឹងវង្វេងគ្នាបាត់តាបន្ទាប់ពីឪពុកក្មេងខ្ញុំនិយាយយ៉ាងនេះហាក់បីដូចជាគាត់ធ្លាប់មានបទពិសោធន៍ក្នុងរឿងនេះកាលពីមុនខ្លះរួចហើយតែធម្មតាមនុស្សចាស់រមែងតែមានការគិតគូរវែងឆ្ងាយយ៉ាងនេះឯងស្ទើរតែពេញមួយថ្ងៃរហូតដល់យប់គ្រួសារខ្ញុំហាក់ដូចជាអន្ទះអន្ទែងតបប្រមល់ជាងពេលណាទាំងអស់បាយសម្លដាំពេញឆ្នាំងតែម្នាក់ហាក់ដូចជាមិនសូវនឹកស្រេកឃ្លានប៉ុន្មានទេព្រោះគិតខ្វល់ខ្វាយតែរឿងចាក់ចេញដំណើរនៅព្រឹកស្អែកនៅពេលដែលកូនដេកលក់ប្រពន្ធខ្ញុំរៀបចំអីវ៉ាន់ដូចជាមិនដាច់ស្រេចសោះម្ដងយកនេះម្ដងយកនោះមិនខុសពីបងប្អូនឯទៀតឡើយធ្វើឲ្យខ្ញុំសម្រេចចិត្តនិយាយអាកាត់ថាបើអង្គការឲ្យចាក់ចេញតែពី3ថ្ងៃមែនយើងមិនបាច់យកអីវ៉ាន់ទៅច្រើនពេកទេនាំតែធ្ងន់អត់ប្រយោជន៍
គេយកតែរបស់សំខាន់ដូចជាស្បៀងអាហារទៅបានហើយធ្វើយ៉ាងណាកុំឲ្យកូននឹងវាអត់ឃ្លានទៅបានហើយប្រពន្ធខ្ញុំក៏ចាប់ផ្ដើមរៀបបណ្ដាតាមពាក្យខ្ញុំទាំងអស់ប៉ុន្តែក្រៅពីរៀបចំចានឆ្នាំងនិងម្ហូបអាហារក្រៀមព្រមទាំងមុងភួយកន្ទេប្រពន្ធខ្ញុំបានវិចខ្ចប់យកក្រណាត់សម្ពុតថ្មីជាច្រើនដែលទិញយកមករៀបចំថតកុនដែលគេគិតថារបស់ទាំងនេះអាចដោះស្រាយបាននៅពេលណាដែលតច្រកទន្ទឹមនឹងនោះគឺគ្រឿងអលង្ការមួយចំនួនដែលបានសន្សំទិញទុកតាំងពីយូរមកហើយនិងលុយកាក់ក៏គេបានរៀបចំទុករួចជាស្រេចព្រោះសុទ្ធតែជាវត្ថុចាំបាច់ដែលត្រូវយកទៅជាប់ខ្លួនជាមួយហើយកាលពីរុស្ស៊ីខ្ញុំឃើញគ្រួសារខ្លះដែលចេញដំណើរទៅកាន់មុខផ្ទះខ្ញុំមានដឹកជញ្ជូនតុទូសាឡុងទូរទស្សន៍និងវត្ថុល្អៗប្រណិតផ្សេងជាច្រើនខ្ញុំមើលទៅដូចជាសំពងដាក់ពេញឡានសម្រាប់ខ្ញុំមិនយករបស់ទាំងនោះបន្ថែមនាំឲ្យធ្ងន់អត់ប្រយោជន៍នោះទេព្រោះសម្បីតែកាមេរ៉ាថតកុនដែលទុកនៅក្នុងទូក៏ខ្ញុំមិនយកទៅផងខ្ញុំចាំបាច់យកទៅស្នាដៃមួយចំនួនរបស់ខ្ញុំដូចជាប្រឡំលោកដែលបានបោះពុម្ពហើយនិងកាសែតចម្រៀងថ្មីនៅពេលនោះខ្ញុំក៏មិនភ្លេចយករបស់សំខាន់ជាងគេគឺខ្សែភាពយន្តរឿងមុខ1ភ្នែក4ព្រោះរឿងនេះជារឿងដែលមិនទាន់បានបញ្ចាំងគួរតែទុកជាប់ខ្លួនប្រសើរជាងទុកចោលនៅលើផ្ទះយប់នោះគ្រួសារខ្ញុំដែលមានគ្នាជាង20នាក់រួមទាំងបងថ្លៃប្អូនថ្លៃកូនរបស់គេនិងឪពុកម្ដាយក្មេកព្រមទាំងមនុស្សរស់នៅជាមួយផងទូខំសងំយ៉ាងណាក៏មិនសូវមាននរណាដេកលក់ប៉ុន្មានឡើយព្រោះតែរវល់ភ្ញាក់ផ្អើលនឹងស្នូកំភ្លើងដែលលាន់ឮកងរំពងគ្រប់ទិសគឺប្រហែលជាស្នូកំភ្លើងដែលពួកឆ្មាំឲ្យខ្មៅបដិវត្តដើរបោះសម្មាតាមផ្លូវលើពួកទាហានណាដែលក្បាលរឹងប្រឆាំងតស៊ូនឹងពួកវាដែលឆ្លងកាត់ចុះមកខុសបទបញ្ជាក្នុងពេលយប់បរិយាកាសយប់ដែលខ្មែរក្រហមផ្ដួលរំលំរដ្ឋអំណាចលន់នល់នោះនៅក្រុងភ្នំពេញមានសភាពស្រងេះស្រងោចខ្លោចផ្សាពុនពេកមិនខុសអ្វីទៅនឹងទីស្មោះសានដែលគួរឲ្យខ្លាចបាសសក់នោះឡើយទោះជាមិនដឹងថានៅសង្កាត់ផ្សេងមានលក្ខណៈយ៉ាងណានោះទេប៉ុន្តែនៅជុំវិញបរិវេណផ្ទះដែលខ្ញុំរស់នៅស្ងាត់ខុសប្លែកពីប្រហែលថ្ងៃមុនដែលឮសូរតែសំឡេងចម្រៀងល្ខោនបាសាក់លាន់ឮពេញវិទ្យុស្ទើរគ្រប់ផ្ទះហើយពួកយើងតែងតែអើតមើលតាមប្រឡប់ស្លាប់ព្រិលបង្អួចឃើញឡានស៊ីបរបស់ខ្មែរក្រហមបដិវត្តបើកតាមផ្លូវចុះឡើងដើម្បីល្បាតមើលហេតុការណ៍តាមផ្លូវដ៏សែនស្ងាត់អ្វីហាក់ដូចជាលំអោនទៅតាមសភាពកាន់ទុកនេះទាំងអស់ព្រោះសំបីតែសត្វតុកែឆ្មាឆ្កែមាន់ទាក៏មិនហ៊ានបន្លឺសំឡេងដែរប៉ុន្តែបែរជាមានស្នូកំភ្លើងលាន់ឮម្ដងម្កាលហាក់ដូចជាមានសំឡេងឆ្កែលូល្វីពីចម្ងាយស្វាគមន៍ជូនដំណើរព្រលឹងជនរងគ្រោះទាំងនោះម៉ោង 5 ព្រឹកថ្ងៃ18មេសាស្ទើរតែមិនទាន់ក្រុមគ្រួសារខ្ញុំបានភ្ញាក់ទាំងអស់គ្នាស្រីប្រញាប់ចម្អិនម្ហូបអាហារសម្រាប់ទទួលទានពីព្រឹកនិងរៀបចំយកទៅតាមផ្លូវឯប្រុសមានឪពុកក្មេកនិងបងថ្លៃនិងប្អូនថ្លៃនិងប្អូនគៀប្អូនរបស់ត្រង់ដឺព្រមទាំងរូបខ្ញុំចាប់ផ្ដើមបញ្ជូនអីវ៉ាន់ដែលត្រូវយកទៅដាក់ក្នុងឡាន Volkswagen តូចមួយដែលចតចោលនៅមុខផ្ទះឡាននេះខ្ញុំទើបតែទិញផ្ដាច់ពីម្ចាស់បណ្ដាគារអមតៈដែលបានដាក់ទុនថតរឿងស្លៀកខ្យល់ដណ្ដប់មេឃជាមួយគ្នាកាលពីលើកមុនទុកសម្រាប់ប្រើប្រាស់ក្នុងការថតរឿងមុខ1ភ្នែក4នោះដោយសារឡាននេះខ្ញុំមិនដែលបើកផ្ទាល់ក្រៅពីអ្នកជំនួយការឬប្អូនគៀជាអ្នកបើកបរនោះខ្ញុំគិតថានឹងមិនយកទៅជាមួយទេនាំតែពិបាកព្រោះពេលវេលានេះមិនអាចបើកបរទៅណាបានឡើយតែឪពុកក្មេកខ្ញុំបានឲ្យយោបល់ថាគួរតែយកទៅយ៉ាងហោចណាស់ក៏បានដឹកជញ្ជូនអីវ៉ាន់មិនពិបាករែកពុនធ្ងន់ដែរទម្រាំតែរៀបចំទទួលទានអាហារនិងដឹកជញ្ជូនដាក់ឡានរួចម៉ោង 7 ព្រឹកល្មមហើយកងទ័ពអាវខ្មៅបានបើកឡានមកពង្រាយបណ្ដាក់គ្នាព្រួងព្រាតតាមច្រកផ្លូវជាច្រើននៅមុខផ្ទះខ្ញុំនៅមុខផ្ទះអ្នកជិតខាងព្រមទាំងស្រែកបញ្ជាបង្ខំឲ្យប្រជាជនចេញពីផ្ទះជាបន្ទាន់បន្ទាប់ពីឃើញអ្នកជិតខាងចុះពីផ្ទះចេញទៅឈរកកនៅមាត់ផ្លូវអស់ហើយគ្រួសារខ្ញុំក៏ចុះពីផ្ទះទាំងអស់គ្នាមិនហ៊ាននៅបង្អង់តទៅទៀតឡើយប៉ុន្តែពុះពេញដោយក្តីអាឡោះអាល័យនឹងផ្ទះសម្បែងទោះជាដឹងថាអង្គការឲ្យទៅតែ3ថ្ងៃក៏ដោយឪពុកក្មេកខ្ញុំចុះពីផ្ទះក្រោយគេដោយខ្ញុំលួចសម្លឹងតែឃើញគាត់ឈោមមើលទ្រឹងផ្កាអុកីដេដែលដាក់នៅលើរានហាចំហៀងផ្ទះយ៉ាងយូរហាក់ដូចជាមិនដាច់ចិត្តចោលផ្កាទាំងនោះសោះសូមរំលឹកដែរថាឪពុកក្មេកខ្ញុំមិនត្រឹមតែមាននិស្ស័យចូលចិត្តសិល្បៈប៉ុណ្ណោះទេគឺគាត់ថែមទាំងស្រឡាញ់ការដាំដុះផ្កាអុកីដេជាងអ្វីទាំងអស់ព្រោះការនៅឯបាត់ដំបងពេលដែលខ្ញុំថតកុនរឿងទឹកភ្នែកឪពុកមុនដំបូងខ្ញុំតែងតែជួយរៀបចំធ្វើទ្រឹងឈើមួយសម្រាប់ព្យួរផើងផ្កាអុកីដេជាច្រើននៅមុខផ្ទះហើយនៅសម័យនោះគម្រមានផ្ទះណាដាំផ្កាប្រភេទនេះដូចគាត់ណាគាត់បានដាក់ឧបករណ៍បំពង់សំឡេងតូចមួយនៅលើទ្រឹងនោះសម្រាប់ផ្សាយបន្តសំឡេងវិទ្យុពីក្នុងផ្ទះហើយយប់ឡើងក៏មានអំពូលភ្លើងតូចចងតាមទ្រឹងផ្កានោះ
ធ្វើឲ្យបរិយាកាសคล้ายជាមនោរម្យពន់ពេកសម្រាប់លំនៅឋានដែលហ៊ុំព័ទ្ធដោយសួនផ្កានិងក្រោមម្លប់ដើមដូងដើមទឹកដោះគូដោយសារតែនៅក្រោមទ្រឿងផ្កាអូគីដេមានភាពត្រជាក់ចិត្តបែបនោះហើយទើបមានយុវជនជាច្រើនដែលជាសមាជិកក្រុមភ្លេងរបស់គាត់តែងតែឧស្សាហ៍មកប្រគំតន្ត្រីមិនសូវលុះពេលនោះទេហើយក៏ជាញឹកញាប់ដែរដែលខ្ញុំតែងតែអង្គុយដេញចបៃបណ្ដែតអារម្មណ៍លេងក្នុងពេលយប់ស្ងាត់នៅលើកៅអីផ្ដៅក្រោមទ្រឿងផ្កាអូគីដេនោះដើម្បីបង្ហើរសំនៀងទៅបំពេបេះដូងប្រពន្ធខ្ញុំដែលការខ្ញុំលួចស្រឡាញ់គ្នាគ្រាដំបូងខ្ញុំនៅចាំបានថាមានពេលមួយនោះឪពុកក្មេកខ្ញុំបានបបួលបងប្រុសខ្ញុំកាលគាត់មិនទាន់ឈឺនិងខ្ញុំទៅមើលទេសភាពទឹកជ្រោះសេកសោកដើម្បីជ្រើសរើសកន្លែងថតកុនជាមុនព្រមទាំងទៅមើលដើមផ្កាអូគីដេព្រៃនៅទីនោះទៀតផងគាត់បានជួលអ្នកពូកែឡើងដើមឈើម្នាក់ទៅជាមួយដែរដើម្បីបេះបោចផ្កាបញ្ញាក្អែកដែលដុះប្រជ្រៀតប្រតោងជាប់ដើមឈើនៅតាមមាត់ជ្រោះនោះលុះបានផ្កាពេញពីកញ្ច្រែងធំក៏ត្រឡប់មកវិញខ្ញុំបានរៀបចំផ្កាទាំងនោះជាមួយគាត់គឺផ្កាខ្លះចង់ភ្ជាប់ជាមួយនឹងសម្បកលលាដដូងខ្លះចង់ភ្ជាប់នឹងដើមឈើនិងខ្លះទៀតដាំនៅក្នុងផើងដែលលាយដីជីនៅខាងក្រោមហើយព្យួរយ៉ាងរយិញរយោងតាមទ្រឹងផ្កានោះគួរឲ្យចាប់ចិត្តពន់ពេក